សូមជូនការអត្ថាធិប្បាយប្រវត្តិសាស្ត្រពិតហ៊ុនសែនកម្ពុជាភាគទី47ផ្អែកលើចំណុចដែលបានរកឃើញហើយយើងបានដាក់ចេញនយោបាយឈ្នះឈ្នះខ្លឹមសារស្នូលពិតប្រាកដគឺមាន3ហើយមិនជាជ្រៅជ្រះទេតែអាចរំលាយចោលអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមនាំមកការបង្រួបបង្រួមជាតិនាំមកការឯកភាពទឹកដីបានចំណុចទី1ការធានាអាយុជីវិតនិងរូបកាយនេះជាបញ្ហាដ៏មានសារៈសំខាន់បំផុតអ្នកដែលបានផ្ដាច់ខ្លួនចេញពីខ្មែរក្រហមមិនត្រូវទទួលបាននៅការចាប់ចងឬការធ្វើទុកបុកម្នេញរហូតទៅដល់ការសម្លាប់នោះទេដាច់ខាតរឿងនេះគឺជារឿងដែលត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុតធានាថាអាយុជីវិតរបស់គេនិងរូបកាយរបស់គេមិនត្រូវបានទទួលការប៉ះពាល់គ្មានអ្នកណាចូលជាមួយនឹងយើងយល់ព្រមមកនៅជាមួយនឹងយើងនៅពេលដែលគេចាកចេញពីជួរម្ខាងទៀតហើយត្រូវបានសម្លាប់ឬត្រូវបានចាប់ដាក់គុកនោះទេចំណុចនេះជាបទពិសោធន៍ធំណាស់ដែលអស់លោកត្រូវតែបន្តចងចាំចំណុចទី2ការធានាអាជីពនិងមុខរបរក៏ជាចំណុចដ៏មានសារៈសំខាន់ខ្លាំងណាស់ក៏ប៉ុន្តែការធានាអាជីពនិងមុខរបរប្រសិនគ្រាន់តែនិយាយថាធានាអាជីពនិងមុខរបរហើយមិនបានបញ្ជាក់អំពីអត្ថន័យរបស់វាក៏ពិបាកដែរយើងខ្ញុំនៅទីនេះបទពិសោធន៍សម្រាប់កម្ពុជាពិតជាមិនអាចយកទៅអនុវត្តប្រទេសផ្សេងបានទេក៏ប៉ុន្តែវាក៏មានផ្នែកខ្លះអាចមានការស្វែងយល់សម្រាប់ប្រទេសខ្លះនោះដែរយើងខ្ញុំហ៊ានទុកអង្គភាពមួយគ្រប់គ្រងដោយខ្លួនឯងអង្គភាពកងទ័ពបើចុះចូលមួយកងពលនោះត្រូវគ្រប់គ្រងដោយមេទាំងកូនកាំភ្លើងរក្សាទុកដដែលគ្រាន់តែមានការផ្លាស់ប្ដូរឯកសណ្ឋានពីឯកសណ្ឋានរបស់ខ្មែរក្រហមទៅជាឯកសណ្ឋានរបស់រាជរដ្ឋាភិបាលពីការអនុវត្តកាតព្វកិច្ចរបស់ខ្មែរក្រហមវាយរដ្ឋាភិបាលទៅជាការអនុវត្តកាតព្វកិច្ចរបស់រដ្ឋាភិបាលដើម្បីការពារទឹកដីចំណុចនេះកន្លែងដតីអាចនឹងមិនហ៊ានធ្វើក៏ប៉ុន្តែកម្ពុជាបានមានការពិសោធន៍បានធ្វើជោគជ័យរួចស្រេចមកហើយយើងហ៊ានទុកទាំងអស់ដោយគ្មានការរុះរើគ្មានការដកហូតអាវុធរាប់ទាំងរថក្រោះដែលនៅតំបន់នោះគ្រប់គ្រងយើងទុករថក្រោះកាំភ្លើងតូចធំទាំងអស់គ្មានការរុះរើអ្នកដែលធ្វើចវាយស្រុកចវាយខេត្តក៏នៅបន្តធ្វើចវាយស្រុកខេត្តតទៅទៀតប៉ុន្តែត្រូវអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលអ្នកធ្លាប់ធ្វើគ្រូបង្រៀនត្រូវបន្តធ្វើគ្រូបង្រៀនតទៅទៀតប៉ុន្តែត្រូវដកកម្មវិធីសិក្សារបស់ខ្មែរក្រហមចេញដាក់កម្មវិធីសិក្សារបស់រាជរដ្ឋាភិបាលចូលគ្រូពេទ្យ
អ្នកអាចធ្វើអ្វីគឺធ្វើនោះវិញចំណុចនេះហើយដែលផ្ដល់ជំនឿទុកចិត្តសម្រាប់បងប្អូនទាំងនោះប្រសិនបើយើងឲ្យបងប្អូនទាំងនោះដកអាវុធបងប្អូនទាំងនោះច្បាស់ណាស់ថានឹងបាត់បង់ជំនឿទុកចិត្តហើយពេលនោះហើយដែលនយោបាយឈ្នះឈ្នះมันអាចមានអាយុរហូតដល់20ឆ្នាំនោះទេកុំថាឡើយដល់20ឆ្នាំសូម្បីតែ2ឆ្នាំក៏มันអាចបានផងព្រោះវាខ្វះជំនឿទុកចិត្តសម្រាប់គ្នាក៏ប៉ុន្តែយើងខ្ញុំមកដល់ពេលនេះពីកងទ័ព4ភាគីទៅជាកងទ័ពតែមួយតែម្ដងដែលជាចំណុចពិសេសនៃស្ថានភាពប្រទេសរបស់យើងចំណុចទី3ការធានាកម្មសិទ្ធិទាំងចលនទ្រព្យទាំងអចលនទ្រព្យបងប្អូនមានអ្វីគឺរក្សានោះមានដីធ្លីប៉ុន្មានគឺរក្សាដីធ្លីនោះមានម៉ូតូមានឡានមានផ្ទះគឺរក្សាកម្មសិទ្ធិរបស់បងប្អូនការដាក់ចេញនេះអនុវត្តចាប់ផ្ដើមរបស់យើងដំបូងគឺធ្វើនៅតំបន់អូរ៉ាល់នៅក្នុងខែកុម្ភៈឆ្នាំ1996សូមកុំយល់ច្រឡំថានយោបាយឈ្នះឈ្នះកើតឡើងនៅត្រឹមថ្ងៃទី29ខែធ្នូឆ្នាំ1998យើងដំណើរការអនុវត្តនយោបាយឈ្នះឈ្នះរយៈពេលជាង2ឆ្នាំគឺចាប់ផ្ដើមពីដើមឆ្នាំ1996រហូតមកបញ្ចប់នៅថ្ងៃទី29ខែធ្នូឆ្នាំ1998ដោយចាប់ផ្ដើមសាកល្បងពីតំបន់អូរ៉ាល់ដែលដឹកនាំដោយលោកកែវពង្សនៅពេលនោះខ្ញុំសូមបញ្ជាក់ជូនចំណុចនេះបន្តិចដែលខ្ញុំធ្លាប់បានបញ្ជាក់ហើយថាពេលនោះយើងបានយកកែវពង្សចូលមកដល់ក្រុងភ្នំពេញហើយក៏បានបញ្ជូនកែវពង្សត្រឡប់ទៅវិញបងប្អូនមួយចំនួនបានចោទចេញជាសំណួរចំពោះខ្ញុំថាប្រសិនកែវពង្សមិនស្មោះត្រង់តើត្រូវធ្វើយ៉ាងម៉េចខ្ញុំបានឆ្លើយតបទៅវិញថាមិនលើសមិនខ្វះប្រសិនជាយើងទុកកែវពង្សគឺខ្មែរក្រហមបាត់កែវពង្សត្រឹមតែម្នាក់ប៉ុណ្ណោះប៉ុន្តែប្រសិនបើបញ្ជូនកែវពង្សត្រឡប់ទៅវិញកែវពង្សមិនអនុវត្តខ្មែរក្រហមក៏នៅមានកម្លាំងមិនលើសមិនខ្វះប៉ុន្តែប្រសិនបើកែវពង្សដឹកនាំអនុវត្តពិតគឺយើងបានតំបន់អូរ៉ាល់ទាំងមូលដូចថាមែនគឺយើងបានតំបន់អូរ៉ាល់ទាំងមូលតែម្ដងហើយដែលតបជាប់ទាំងខេត្តកំពង់ស្ពឺខេត្តពោធិ៍សាត់រហូតទៅដល់ភាគខ្លះរបស់ខេត្តព្រះសីហនុនិងភាគខ្លះរបស់ខេត្តតាកែវនិងខេត្តកំពតផងដែរផ្ដើមចេញពីបទពិសោធន៍ជោគជ័យនេះយើងក៏ចាប់ផ្ដើមពង្រាយនយោបាយឈ្នះឈ្នះនេះទៅកាន់តំបន់ដទៃទៀតហើយជាការគាប់ជួននិងជាភ័ព្វសំណាងរបស់យើងដែលមានពេលនេះនាយឧត្តមសេនីយ៍អ៊ីឈៀននិងនាយឧត្តមសេនីយ៍សុខភាពដែលដឹកនាំកងពល415នៅប៉ៃលិនរបស់អ៊ីឈៀននិងសុខភាពដឹកនាំកងពល450នៅម៉ាឡៃធ្វើការបះបោរឡើង
ការបះបោរឡើងនេះខ្ញុំសូមបញ្ជាក់បន្តិចថាតាមពិតទៅបងប្អូននៅទីនោះមានបំណងបះបោរឡើងប្រហាក់ប្រហែលនៅក្នុងខែមិថុនាឆ្នាំ1996ក៏ប៉ុន្តែខ្ញុំបានស្នើសុំឲ្យបងប្អូនពន្យាពេលសិនទុកឱកាសឲ្យខ្ញុំធ្វើកិច្ចការងារមួយចំនួនដើម្បីបញ្ជាក់ប្រាប់ជាសារនយោបាយជូនទៅកាន់បងប្អូនអតីតខ្មែរក្រហមពេលនោះថាអ្នកគ្មានបង្អែកគាំទ្រទៀតទេតាមរយៈសកម្មភាពការទូតរបស់ខ្ញុំនៅប្រទេសមួយចំនួននៅខាងក្រៅនោះចាត់ទុកថាជាសារនយោបាយដោយមានការគួបផ្សំទាំងនយោបាយក្នុងប្រទេសទាំងនយោបាយក្រៅប្រទេសដើម្បីឲ្យបងប្អូនខ្មែរក្រហមបានដឹងថាពួកគេបាត់បង់បង្អែកគាំទ្រអស់ហើយត្រូវបោះបង់ចោលការតស៊ូដូច្នេះនៅក្នុងឆ្នាំ1996និងដើមឆ្នាំ1997យើងក៏បានធ្វើសមាហរណកម្មទាំងស្រុងនៅភាគខាងត្បូងផ្លូវជាតិលេខ5ទាំងអស់និងក្នុងតំបន់ទន្លេសាបយើងចង់ពន្លឿនល្បឿននៃការដោះស្រាយបញ្ហាបញ្ចប់នៅទីតាំងចុងក្រោយនៅអន្លង់វែងក៏ប៉ុន្តែជាអកុសលនៅក្នុងផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលនៅពេលនោះបែរជាផ្ទុះអាវុធនៅក្រុងភ្នំពេញយើងបានចូលជ្រៅទៅក្នុងតំបន់ខ្មែរក្រហមបែរជាខ្មែរក្រហមត្រូវបានគេនាំចូលមកក្នុងក្រុងភ្នំពេញបង្កើតឲ្យមានការវាយប្រយុទ្ធគ្នានៅឯក្រុងភ្នំពេញឯនោះវិញគឺជារឿងមិនតូចតាចទេមិនមែនជាការងាយស្រួលនឹងដោះស្រាយបញ្ហានេះកលៈទេសៈនោះជាកលៈទេសៈដ៏លំបាកសម្រាប់ខ្ញុំក្នុងឋានៈជាអ្នកដោះស្រាយបញ្ហាទាំងពីរទិសម្ខាងត្រូវបន្តដោះស្រាយដើម្បីឲ្យមានស្ថិរភាពរបស់រាជរដ្ឋាភិបាលនៅខាងក្នុងដើម្បីរៀបចំឲ្យមានការបោះឆ្នោតលើកទី2នៅក្នុងឆ្នាំ1998ខែកក្កដាឆ្នាំ1997មានការប្រយុទ្ធគ្នានៅក្រុងភ្នំពេញខែកក្កដាឆ្នាំ1998ត្រូវធ្វើការបោះឆ្នោតមួយឆ្នាំក្រោយនៃការប្រយុទ្ធគ្នានៅក្រុងភ្នំពេញទោះមានការលំបាកយ៉ាងណាក៏ដោយក៏យើងបានប្រឹងប្រែងដើម្បីជំរុញឲ្យមានការធ្វើសមាហរណកម្មផ្ដាច់ខ្លួននៅទីតាំងចុងក្រោយនៅឯអន្លង់វែងដែលយោងទៅលើកាលបរិច្ឆេទថ្ងៃទី23ខែមេសាឆ្នាំ1998សម្ដេចពិជ័យសេនាធាបាញ់ជំនួសមុខឲ្យខ្ញុំបានធ្វើជាអធិបតីនៃការធ្វើសមាហរណកម្មកម្លាំង8ដូចជានៅតំបន់ដទៃទៀតតាកែនកោះស្លាសំឡូតបៃលិនភ្នំព្រឹកម៉ាឡៃនិងតំបន់ខ្លះទៀតគឺបណ្ដាលមកពីខ្ញុំត្រូវកាន់ទុក្ខមរណភាពម្ដាយខ្ញុំប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ទីតាំងចុងក្រោយនោះគឺត្រូវបានសម្ដេចពិជ័យសេនាធាបាញ់តំណាងឲ្យខ្ញុំទៅធ្វើសមាហរណកម្មជាមួយនឹងថ្នាក់ដឹកនាំកងទ័ពដទៃទៀតហើយក៏បាននាំឲ្យប្រជាជននៅអន្លង់វែងដែលជាទីតាំងចុងក្រោយបានចូលរួមបោះឆ្នោតតាំងពីឆ្នាំ1998រហូតមកទោះបីជាធ្វើសមាហរណកម្មចុងក្រោយធ្វើឡើងនៅក្នុងខែមេសាឆ្នាំ1998ក៏ដោយតែសង្គ្រាមមិនទាន់បានបញ្ចប់នៅឡើយទេមូលហេតុនៅត្រង់ថាមេដឹកនាំរបស់ខ្មែរក្រហមមិនទាន់ចុះចូលឬមិនទាន់ចាប់ខ្លួនទាំងអស់នៅឡើយរហូតមកដល់ថ្ងៃទី29ខែធ្នូឆ្នាំ1998
ទើបមានការជួបជុំនិងធ្វើការចោះចូលជាផ្លូវការរបស់ប្រធានរដ្ឋនិងនាយករដ្ឋមន្ត្រីខៀវសំផនក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតនៃកម្ពុជាប្រជាធិបតេយ្យសំណួរចោទសួរថាហេតុអ្វីបានជាត្រូវយកផ្ទះនាយករដ្ឋមន្ត្រីធ្វើជាកន្លែងជួបជុំនិងជានិមិត្តរូបនៃការចោះចូលខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិថាមូលហេតុនោះគឺខ្ញុំមានបំណងផ្ញើសារ3យ៉ាងជូនចេញទៅខាងក្រៅនិចាទំរាំជាតិបានភ្លឺថ្លាតើខ្មែរណាមិនកោតស្ញប់ស្ញែងសម្ដេចដែលចូលលោកតស៊ូប្រឹងប្រែងទំរាំរកសុខអង្វែងជូនជាតិខ្មែររុងរឿងថ្កើងថ្កានក្បត់ជាតិមហាចិត្តពីលឫស្យាចេតនាបំផ្លាញជាតិឯងជេរប្រមាថគ្មានក្រែងរិះរហកកលផ្ដាល់ក្តីអន្តរាយគ្មានម្នាក់សិកាសោកស្ដាយសន្តិភាពខំសាងបានក្តៅម្លេះទេខ្មែរអើយខ្មែរគ្រប់អង្គពីរស់នៅកម្ពុជាប្រុសស្រីគ្រប់ប្រានខឹងនឹងពងជួនក្រៅសង្គមសាមានក្បត់ជាតិ3ជំនាន់ព្យាយាមប្រមាថស្ថាបនិកសន្តិភាពបូជាសាច់ឈាមស្រស់សាងទេឈ្មោះបដូរភាពកើងកានថ្លៃថ្លាចូលចាំរយៈភាពពុកសែនលោកបានសាងជូនជាតិខែមរាខ្មែរត្រូវថែរក្សាការពារបន្តក្តៅម្លេះទេខ្មែរអើយខ្មែរគ្រប់អង្គពីរស់នៅកម្ពុជាប្រុសស្រីគ្រប់ប្រានខឹងនឹងពងជួនក្រៅសង្គមសាមានក្បត់ជាតិ3ជំនាន់ព្យាយាមប្រមាថស្ថាបនិកសន្តិភាពបូជាសាច់ឈ
ឈាមស្រស់សាងគេឈ្មោះបដូរភាពកើកកានថ្លៃថ្លាចូលចាំរយៈភាពពុកសែនលោកបានសាងជូនជាតិខែមរាខ្មែរត្រូវថែរក្សាការពីបន្តសូមរងចាំទស្សនានិងស្ដាប់ការអត្ថាធិប្បាយប្រវត្តិសាស្ត្រពិតហ៊ុនសែនកម្ពុជាភាគទី48ដែលជាភាគបន្តសូមអរគុណ